ម៉ែត្រូវទទួលរងអំរែកទុកព្រោះកូនកាន់តែទ្វេឡើងថែមទៀតពោលគឺម៉ែបានពើផ្ទៃកូនគ្រប់ខែហើយម៉ែត្រូវត្រៀមរៀបចំជួយសង្គ្រោះម៉ែមានមេត្តាធម៌ដល់កូនបុរសស្ត្រីទាំងឡាយនៅក្នុងលោកកាលបើបានចាប់ដៃគ្នាជាគូស្វាមីភរិយាហើយរមែងតែងតែមានបំណងប្រាថ្នាចង់ឲ្យបានបុត្រធីតាដើម្បីបន្តពូជពង្សវង្សត្រកូលគ្រួសារថែរក្សាកេរអាគរមរតកនិងបានជាទីពឹងពំនាក់ដល់ពួកខ្លួនជាម៉ែឪឥតទៅថ្ងៃអនាគតជាពិសេសគឺនៅពេលដែលខ្លួនឈានចូលដល់វ័យចាស់ជរាម្យ៉ាងទៀតពេលដែលពួកខ្លួនលាចាកលោកនេះទៅគឺមានកូនប្រុសស្រីនេះហើយជាអ្នកធ្វើតក្កណានុប្បទានឧទ្ទិសកុសលទៅឲ្យយ៉ាងហោចណាស់ដល់ពេលរដូវបុណ្យភ្ជុំនិងបុណ្យចូលឆ្នាំម្ដងក៏គង់មានកូនប្រុសស្រីនឹកឃើញហើយយកចង្ហាន់ទៅវត្តបាំងស្គលបញ្ជូនបុណ្យទៅឲ្យពួកខ្លួនជាម៉ែឪដែរនៅក្នុងជំនឿរបស់ខ្មែរដល់រដូវបុណ្យភ្ជុំម្ដងជីដូនជីតាឪពុកម្ដាយនិងពពួកញាតិដែលស្លាប់ទៅកើតជាប្រេតរងទុក្ខលំបាកនិងស្រេកឃ្លានឥតអាហារខ្លាំងណាស់យមរាជឬពួកយមបាលអនុញ្ញាតឲ្យចេញដើរស្វែងរកកូនចៅញាតិមិត្តបងប្អូនចំនួន7វត្តដើម្បីទទួលអនុមោទនាផលទានដែលកូនចៅបានឧទ្ទិសទៅឲ្យប្រសិនបើស្វែងរកមិនឃើញកូនចៅទេជីដូនជីតានិងឪពុកម្ដាយមានសេចក្តីខ្លោចផ្សានាំគ្នាយំទួញសោកបោកខ្លួននៅមុខព្រះវិហារនិងមានសេចក្តីខឹងក្រោធដាក់បណ្ដាសាដល់កូនចៅប៉ុន្តែបើបានឃើញកូនចៅនាំគ្នាទៅវត្តយកចង្ហាន់ទៅប្រគេនព្រះសង្ឃហើយឧទ្ទិសនៅផលទានទៅឲ្យពួកគាត់មានសេចក្តីសប្បាយរីករាយព្រោះបានទទួលបាយទឹកនំចំណីអាហារទឹកបរិភោគហើយបានឲ្យពពសពសាធុការដល់កូនចៅឲ្យរកស៊ីមានបាននិងសេចក្តីសុខចម្រើនជាដើមកូនប្រុសស្រីគឺជាផ្កាផ្លែនៃចំណងក្តីស្នេហ៍ជីវិតអាពាហ៍ពិពាហ៍សុភមង្គលរបស់បុរសនិងស្ត្រីនៅក្នុងលោកប្រសិនបើដំណាំអាពាហ៍ពិពាហ៍ដុះលូតលាស់ល្អតែដើមនិងសន្លឹកប៉ុន្តែគ្មានផលផ្លែផ្កាទេនោះពិភពផែនដីនេះទាំងមូលក៏ប្រែคล้ายទៅជាទីវាលរហោស្ថានស្ងាត់ជ្រងំងងឹតសូន្យសងជាក់ជាមិនខានព្រោះថាការមានគូស្រករវ័យប្រហាក់ប្រហែលគ្នាមានសេចក្តីព្រមព្រៀងគ្នាចេះយោគយល់ដល់អធ្យាស្រ័យគ្នាមានសិលធម៌មានសុជីវធម៌មានបុត្រធីតាជាទីស្រឡាញ់គឺជាជីវិតមួយពោរពេញទៅដោយសុភមង្គលនិងសិរីសួស្តីក្នុងលោកព្រះពុទ្ធសាសនាគ្មានទស្សនៈសុទិដ្ឋិនិយមចំពោះការរៀបអាពាហ៍ពិពាហ៍ឬការចាប់ដៃគ្នាជាគូស្រករស្វាមីភរិយារបស់មនុស្សលោកឡើយហើយក៏មិនចាត់ទុកអាពាហ៍ពិពាហ៍ថាជាកាតព្វកិច្ចដែលត្រូវតែបំពេញដោយខានពុំបាននោះដែរមនុស្សអាចមានសិទ្ធិសេរីភាពក្នុងការជ្រើសរើសនិងសម្រេចចិត្តទៅតាមឆន្ទៈមនសិការនិងឧត្តមគតិរបស់ខ្លួនជាធម្មតាសាវករបស់ព្រះសម្មាសម្ពុទ្ធគឺមានភិក្ខុនីឧបាសកឧបាសិកាប៉ុន្តែព្រះបរមគ្រូបានអប់រំគ្រហស្ថឲ្យប្រណិប័តក្នុង
ក្នុងផ្លូវកាមគុណជាកុសលពោលគឺត្រូវមានសេចក្តីសន្តោសភាពស្មោះត្រង់និងការមិនប្រព្រឹត្តខុសនៅក្នុងវត្តនៅក្នុងផ្លូវកាមគុណទាំងឡាយកាមេសុមច្ឆាចារាវេរមណីជាដើមម៉ែកាលប្រាថ្នាចង់បានកូនប្រុសស្រីម៉ែតែងតែអុជធូបបន់ស្រន់ដល់ពួកទេវតានិងវត្ថុស័ក្តិសិទ្ធិទាំងឡាយនៅក្នុងលោកថាសូមលោកមានឫទ្ធិបារមីទាំងឡាយជួយឲ្យម៉ែមានកូនប្រុសឬកូនស្រីកុំបីខានម៉ែបានសាកសួរចាស់ទុំអំពីថ្ងៃខែឆ្នាំថាកូនគេមុនគេកើតត្រូវចំលើថ្ងៃខែនិងឆ្នាំអ្វីទើបកូនឆ្លាតមានសុខភាពល្អនិងមានអាយុវែងតើកូនគេមុនដែលកើតមកមានអាយុខ្លីជាកូនខូចកាចទាំងនោះតើកើតនៅក្នុងរដូវថ្ងៃខែឆ្នាំអ្វីដូច្នេះជាដើមពេលម៉ែយល់សុបិនឃើញអ្វីចម្លែកម៉ែបានសាកសួរដល់ចាស់ទុំឲ្យជួយកាត់សុបិនម៉ែកាលបើម៉ែដឹងថាយល់សុបិនម៉ែគឺជាប្រផ្នូលល្អមានសត្វចូលមកចាប់បដិសន្ធិនៅក្នុងផ្ទៃម៉ែចិត្តคลายខ្លួនទៅជាម្ដាយរបស់គេហើយម៉ែត្រេកអរខ្លាំងណាស់គឺម៉ែត្រេកអរនឹងម៉ែមានកូនម៉ែនឹកអរព្រួយថាកូនម៉ែជាកូនប្រុសឬជាកូនស្រីព្រោះម៉ែកាត់យល់ទៅតាមសុបិនម៉ែមានទំនងជាមួយមនុស្សប្រុសឬជាមនុស្សស្រីនោះហើយម៉ែអុជធូបបែបបន់សូមឲ្យកូនម៉ែកើតមកដោយសុខសួស្តីនិងបានជាកូនល្អគ្រប់យ៉ាងម៉ែមិនប្រាថ្នាឲ្យកូនម៉ែកើតមកហើយคล้ายទៅជាបន្លាឬជាចង្កូមនៅក្នុងសង្គមមនុស្សឡើយនាកាលផ្កាធម្មជាតិស្ត្រីរីកស្គុះស្គាយពោលគឺលោហិតរដូវអ្នកម្ដាយប្រកាសឡើងបរិបូរណ៍ហើយក៏រុះរយរំស្ងួតហួតហែងបាត់ស្ងាត់ទៅវិញក្នុងខណៈនោះបដិសន្ធិវិញ្ញាណចិត្តរបស់កូនចូលមកសន្ធិដ្ឋនៅក្នុងគរម្ដាយបានដោយសួស្តីចាប់តាំងពីពេលនោះមកម៉ែបានផ្លាស់ប្ដូរខ្លួនប្រាណឬពីស្ត្រីធម្មតាទៅជាស្ត្រីមានគរឬមានទម្ងន់ចំពោះខ្លួនម៉ែដែលទើបតែនឹងមានគរជាលើកដំបូងម៉ែចេះតែមានអាការៈមិនស្រឡំក្នុងខ្លួនប្រាណដោយកាលពីមុនគឺម៉ែចេះតែវិលមុខអស់កម្លាំងលហិតលហៃហើយថែមទាំងមានក្អួតចង្អោរផងជួនកាលម៉ែនឹកចង់ពិសាម្ហូបចំណីនេះឬចំណីនោះដោយមិនសមទំនងដូចជាចំណីផ្លែឈើដែលមានជាតិជូរចត់ជាដើមអាការៈទាំងអស់នេះបុរាណខ្មែរហៅថាចាញ់គរឬចាញ់កូនប៉ុន្តែម៉ែមិនដឹងថាខ្លួនម៉ែយ៉ាងណាទេម៉ែដឹងត្រឹមតែថាម៉ែមានកូនប៉ុណ្ណោះតាំងពីម៉ែបានដឹងថាម៉ែមានកូនមកជ្រកនៅក្នុងផ្ទៃម៉ែនិងយកផ្ទៃរបស់ម៉ែធ្វើជាកន្លែងកកើតខ្លួនដើម្បីឲ្យคล้ายទៅជាមនុស្សកាលណាមកជួនដូចដួងចិត្តពិតរបស់ម៉ែតែងតែរីករាយរំភើបអស់លាយទៅដោយដំណាក់នៃមេត្តាធម៌ដ៏មហាសាលគ្មានព្រំដែនប្រោះព្រំនិងស្រោចស្រពអស់ទៅលើដើមជីវិតកូនឲ្យដុះលូតលាស់ស្រស់បំប្រងឡើងជានិច្ចគ្រប់ពេលវេលាក្របពូជជីវិតកូនបានដុះបច្ចេញជាពន្លើកត្រួយហើយបោះតើងរីកលូតលាស់បានរស់រានមានជីវិតមានមែកធៀមសន្លឹករហូតដល់មានផលផ្លែផ្កាគឺអាស្រ័យដោយដំណក់ទឹកដមនៃប្រលឹងធម្មមេត្តារបស់ម៉ែជាបឋមនោះឯងម៉ែតែងតែនឹកទន្ទែងចាំជាប់នៅក្នុងចិត្តថាម៉ែមានកូនហើយ
miền cồn hơi cồn sầm lanh miền mặt đaiកំពុងតែស្ថិតនៅក្នុងផ្ទៃម្ដាយដូច្នេះគ្រប់ពេលវេលាប្រៀបបីដូចមហាព្រំខំចម្រើននៅធម៌មេត្តាព្រំវិហារធម៌ក្នុងមហាវិមានដូច្នោះចំណីអាហារណាដែលបង្កឲ្យមានគ្រោះឈឺផ្សាដល់កូនម៉ែក្នុងផ្ទៃដូចជាអាហារមានជាតិហឹរជាដើមម៉ែស៊ូទ្រាំខំមាត់អប់ទឹកពិសាម៉ែមិនហ៊ានស្លៀកពាក់រិតរឹងរៀងតាំងពេកដោយការខ្លួននៅលាវឬមិនទាន់មានកូនឡើយព្រោះខ្លាចក្រែងនាំឲ្យចង្រៃចង្អៀតចង្អល់ដល់កូននៅពេលមានសូរគ្រាឬច័ន្ទគ្រាម៉ែបានយកអកកំបោរមកដាក់លើផ្ទៃដើម្បីជួយសង្កត់ការពារកូនម៉ែនៅក្នុងផ្ទៃកុំឲ្យផិតភ័យឬភ្ញាក់ផ្អើលនឹងមហិទ្ធិឫទ្ធិរទ្ធីរីហុលឬកុំឲ្យរាកន្លងកូនម៉ែបានម៉ែខំប្រយ័ត្នប្រយែងគ្រប់ឥរិយាបថដេកដើរឈរអង្គុយមិនហ៊ានរត់លូនឬធ្វើការធ្ងន់ដោយការម៉ែនៅខ្លួននៅទំនេរមិនទាន់មានកូនឡើយក្នុងបំណងមួយនេះគឺម៉ែព្រួយបារម្ភពីសុខទុក្ខរបស់ម៉ែដែលស្ថិតនៅក្នុងផ្ទៃពេលម៉ែសម្រានម៉ែមិនហ៊ានប្រះប្រានទម្លាក់ខ្លួនគេងខ្លាំងឬគេងផ្កាប់មុខឬគេងសង្កត់កលលើអ្វីទេខ្លាចក្រែងមានគ្រោះថ្នាក់ដល់កូនម៉ែក្នុងផ្ទៃតាំងពីម៉ែមានកូនកាលណាម៉ែមិនដែលបានសម្រានពេញភ្នែកម្ដងណាឡើយម៉ែសម្រានឆាប់ក្រោកមិនហ៊ានទម្រុនឬដុំអកទៅតាមការងងុយងប់ទោះជាអស់កម្លាំងឬងងុយគេងយ៉ាងណាក៏ម៉ែមិនហ៊ានសម្រានឲ្យលងលក់សុបសួនខ្លាំងដោយការនៅក្រមុំឬមិនទាន់មានគល់ឡើយព្រោះខ្លាចក្រែងមានការលំបាកក្នុងពេលប្រសូតម៉ែដើរម៉ែមិនហ៊ានដើរលឿនរលេះរលាំងតែដើរដោយប្រុងប្រយ័ត្នដើរថ្នមជើងខ្លាចក្រែងផ្លាត់ជួនដួលបណ្ដាលឲ្យមានគ្រោះថ្នាក់ដល់គល់ពេលឈរម៉ែមិនហ៊ានឈរដោយការនៅមិនទាន់មានគល់ម៉ែតែងតែឈរដោយប្រុងប្រយ័ត្នមិននៅឈរច្រងេងច្រងាងឬឈរឲ្យយូរពេកទេក្រែងមានសេចក្តីអន្តរាយដល់កូនម៉ែកំពុងនៅក្នុងផ្ទៃនោះសូម្បីតែលុងឈងយករបស់អ្វីដែលនៅខ្ពស់ផុតពីដៃក៏ម៉ែមិនហ៊ានធ្វើដែរព្រោះខ្លាចក្រែងរលូតតើមសុកពីមាត់កូនម៉ែអង្គុយម៉ែមិនហ៊ានអង្គុយខ្លាំងអង្គុយយូរអង្គុយចောင်းហោងអង្គុយច្រហោងអង្គុយមាត់ទ្វារអង្គុយមាត់ចណ្ដើរឬអង្គុយក្បែរទៅលើរបស់រឹងទេខ្លាចក្រែងប៉ះពាល់ធ្វើឲ្យអន្តរាយដល់ជីវិតកូនឬលំបាកនៅពេលឆ្លងទន្លេកាលមានកូនគឺប៉ុនគ្នានឹងមានសេចក្តីទុក្ខធំហើយត្រូវប្រឈមមុខនឹងគ្រោះថ្នាក់ទាំងឡាយរាប់មិនអស់តែម៉ែទ្រាំតស៊ូដើម្បីកូនជានិច្ចចិត្តម៉ែនៅតែស្រឡាញ់និងមានមេត្រីភាពទៅរកកូនជាដរាបអោកូនសម្លាញ់មាសម្ដាយកូនមកជ្រកសំងំនៅក្នុងផ្ទៃម្ដាយកូនយកផ្ទៃម្ដាយធ្វើជាទ្រនំបន្ទុំជីវិតត្បិតកូនចង់ក្លាយទៅជាមនុស្សកូនប្រាថ្នាចង់យកពន្លឺរស្មីព្រះអាទិត្យថ្មីអោថ្លាមថ្លៃប្រមាត់បេះដូងរបស់ម្ដាយអើយកូនអើយមិនថ្វីទេចូលកូនបានជ្រកសំងំដោយក្តីសុខចោះម្ដាយយកជីវិតម្ដាយមកធានាប្រសិនបើមានគ្រោះថ្នាក់ការចង្រៃអ្វីកើតឡើងប៉ុនប៉ងបំផ្លាញជីវិតកូនម្ដាយស៊ូបដូរជីវិតជំនួសយ៉ាងណាឲ្យតែកូនម្ដាយបានរស់មួយរួចជីវិតកើតមកបានស្គាល់ពន្លឺថ្ងៃនឹងគេឯខ្លួនម្ដាយស្លាប់ទៅក៏បិទភ្នែកចិត្តដែរម៉ែបានរៀបចំកាត់ដេរប៉ាក់សម្ភារៈប្រើប្រាស់ដូចជាមួក
ស្រោមដៃស្រោមជើងសំពត់ខោអាវកូនកន្សែងភួយដណ្ដប់និងប្រដាប់ប្រដាក្មេងលេងជាដើមទុកបំរុងសម្រាប់កូនម៉ែរួចហើយជាស្រេចចិត្តម៉ែចេះតែគិតមើលមីទាំងយប់ទាំងថ្ងៃទៅរកកូនម៉ែប្រាថ្នាចង់ឃើញមុខកូនតើកូនម៉ែដូចម្ដេចម៉ែបាននឹកត្រៀមរកឈ្មោះទុកសម្រាប់ដាក់ឲ្យកូនម៉ែហើយជាស្រេចបើកូនម៉ែកើតមកជាកូនប្រុសម៉ែនឹងដាក់ឈ្មោះថាដូច្នេះប៉ុន្តែបើកូនម៉ែកើតមកជាកូនស្រីវិញម៉ែនឹងដាក់ឈ្មោះកូនម៉ែថាដូច្នេះចំណែកឪពុករបស់យើងត្បិតថ្វីត្បិតតែធម្មជាតិបានតម្រូវមកមិនឲ្យមានទម្ងន់ឬមានគរដូចជាម៉ែក៏ពិតមែនប៉ុន្តែលោកក៏មានចិត្តសប្បាយរីករាយនិងមានធម៌មេត្តាដល់កូនដែលនៅក្នុងផ្ទៃនោះដូចគ្នានឹងម៉ែផងដែរឪពុករបស់យើងតាំងពីបានដឹងថាម៉ែមានទំនុនកាលណាក៏កាន់តែមានសេចក្តីស្រឡាញ់ថ្នាក់ថ្នមម៉ែទ្វេឡើងថែមទៀតការងារសពសារពើដែលពុកនិងម៉ែធ្លាប់តែរួមដៃគ្នាធ្វើប៉ុន្តែចាប់តាំងពីម៉ែមានកូនមកជ្រកនៅក្នុងផ្ទៃកាលណាកិច្ចការនោះពុកស្ទើរតែបំពេញធ្វើតែម្នាក់ឯងព្រោះសេចក្តីស្រឡាញ់ស្នេហាយ៉ាងជ្រាលជ្រៅរបស់ពុកទៅលើម្ដាយនិងកូនលោកឪពុកកុំឲ្យតែឮសូរចាស់ទុំឬគ្រូពេទ្យប្រាប់ពីមុខដើមថ្នាំឬឈើព្រៃសម្រាប់ថែសុខភាពមានគរម្ដាយនិងកូនទោះបីជាត្រូវចូលព្រៃឡើងភ្នំខ្ពស់យ៉ាងណាក៏ពុកតស៊ូទៅរកមកឲ្យខានតែបានបើម៉ែមានសុខភាពមិនស្រួលក្នុងវេលាណាទោះបីជាកណ្ដាលយប់អាត្រៀតស្ងាត់ឬមេឃភ្លៀងខ្យល់ព្យុះយ៉ាងណាក៏ពុកស៊ូទ្រាំតែនៅតែស្វែងរកថ្នាំឬតាមពេទ្យស្មប់មកជួយសង្គ្រោះម៉ែនិងកូនដោយឥតរុញរាពុកបានត្រៀមរៀបចំទីកន្លែងអុជភ្លើងខ្យូងថ្នាំសង្កូវស្ងោឬត្រាំរបស់របរផ្សេងទៀតដូចជាពន្លៃធូបទៀនក្រមួនសុទ្ធតែជាដើមទុនទុកសម្រាប់ហើយជាស្រេចបើដល់វេលាប្រសូតបុត្រមកដល់សោះនឹងមិនពិបាកស្វែងរកម្យ៉ាងទៀតលោកឪពុករបស់យើងកុំឲ្យតែឮសូរម៉ែពោលត្អូញត្អែថានឹកចង់ទទួលទាននំចំណីអ្វីទោះបីជាក្រីក្រឬលំបាកលំបិនយ៉ាងណាក៏លោកសុខចិត្តតែខំប្រឹងតស៊ូទៅស្វែងរកយកមកឲ្យម៉ែខានតែបានដោយមានទឹកចិត្តបរិសុទ្ធតែមួយគឺមេត្តាអាណិតដល់ម៉ែនិងកូនក្នុងផ្ទៃជួនកាលនៅពេលដែលចេញទៅស្វែងរកនោះលោកត្រូវជួបប្រទះនឹងគ្រោះកាចចង្រៃរហូតដល់ទទួលរងរបួសឬបាត់បង់ជីវិតក៏មានសេចក្តីទុក្ខលំបាករបស់ម៉ែក្នុងការថែរក្សាបុត្រនៅក្នុងផ្ទៃពិតជាមានទំហំធំមហាសាលមិនអាចនឹងពិពណ៌នារៀបរាប់អស់ឡើយវាគឺជាច្បាប់ធម្មជាតិដែលបានកម្រិតចារមកឲ្យស្ត្រីត្រូវមានភារៈបើផ្ទៃក៏ពិបាកមែនហើយប៉ុន្តែបើគ្មានព្រលឹងមេត្តាធម៌របស់ម៉ែថែរក្សាការពារកូនហើយបើម៉ែគ្មានមេត្តាធម៌ដល់កូនទេកូនច្បាស់ជាមិនអាចមានវត្តមាននៅក្នុងផ្ទៃម៉ែឡើយដោយក្តីសុខសាន្តបានឡើយគឺជាមហាអនត្តគុណមួយដែលយើងជាកូនគ្រប់រូបត្រូវយល់ដឹងនិងចងចាំជានិច្ចរហូតអស់មួយជីវិតម៉ែមានមេត្តាធម៌ដល់កូនព្រលឹងមេត្តាធម៌របស់ម៉ែថែរក្សាកូននៅក្នុងផ្ទៃតើកូនមានពាក្យពេចន៍អ្វីមកថ្លែងអំណរព្រះគុណម៉ែចំពោះមហាពលិកម្មនៃព្រលឹងមេត្តាធម៌នេះបាន
ប្រលឹងមេត្តាធម៌របស់ម៉ែនិងពុកគឺជាប្រភពដង្ហើមជីវិតរបស់កូនសេចក្តីទុក្ខរបស់ម៉ែមិនមែនត្រូវបញ្ចប់ត្រឹមនេះទេម៉ែត្រូវរងនៅអនេកម៉ែត្រូវទទួលរងអំរែកទុក្ខព្រោះកូនកាន់តែទ្វេឡើងថែមទៀតពោលគឺម៉ែបានពើផ្ទៃកូនគ្រប់ខែហើយម៉ែត្រូវត្រៀមរៀបចំជួយសង្គ្រោះនិងស្រោចស្រង់កូនឲ្យរួចផុតចាកផុតពីផ្ទៃម៉ែដោយសុខក្សែមខ្សានជាបន្តទៀតនោះគឺជាពេលវេលាត្រូវឆ្លងកាត់នៅគ្រោះថ្នាក់ដ៏ធំបំផុតរបស់ម៉ែនិងកូនហើយនឹងដឹងថាតើជោគវាសនារបស់ម៉ែនិងកូនយ៉ាងណាទេម៉ែភ័យម៉ែព្រួយម៉ែបន់ស្រន់អស់ហើយសូមឲ្យម៉ែនិងកូនម៉ែបានឆ្លងរួចផុតពីគ្រោះកាចចង្រៃសូមឲ្យកូនម៉ែបានកើតមកឃើញពន្លឺថ្ងៃនឹងគេដោយសុខសួស្តីកុំបីខាន